iPhone 12 Pro Max មកគ្រឿងនេះមកធ្វើការបដូរម៉ាស៊ីនដោយសារតែម៉ាស៊ីនរបស់គាត់ហ្នឹងខូចណាយើងអាចជួយចុះចូលបានដោយសារតែម៉ាស៊ីននេះគេធ្លាប់ផ្ទេរបតកណាត់លើហើយវានៅតែដំណើរការស្រួលអញ្ចឹងគាត់សម្រេចមកធ្វើការផ្លាស់ប្ដូរជាប្រភេទម៉ាស៊ីនអាមេរិកបានន័យថាកូដរបស់អាមេរិកណាជាប្រភេទម៉ាស៊ីន 256G ដែលមានមុខងារ scan បានន័យថាយើង scan មុខ scan អីបានណាអញ្ចឹងឥឡូវនេះយើងចូលទៅ check នៅក្នុង setting មើលបដ ாய் ដល់ setting ហ្នឹងនេះ memory គឺ256កូដប្រទេសរបស់អាមេរិក LLA ហើយសម្រាប់មុខងារ scan នេះគឺគាត់យកប្រភេទ min scan ហ្នឹងអញ្ចឹងស្រួលក្នុងការប្រើបានន័យថាឃើញមុខដោះសោអញ្ចឹងឥឡូវខ្ញុំ scan មុខមួយនេះមុខជាងបងប្អូនជូតអញ្ចឹងណាជូតដល់ប៉ុណ្ណឹងមើលឥឡូវរួចរាល់បងប្អូនហើយបញ្ជាក់មួយទៀតម៉ាស៊ីនដែលយើងផ្លាស់ប្ដូរហ្នឹងរាល់ដងខ្ញុំបានថតពេលម៉ាស៊ីនមិនទាន់ចាប់ចូលតែដោយសារតែម៉ាស៊ីនវិញខ្ញុំវារវល់អញ្ចឹងខ្ញុំអត់បានថតបង្ហាញណាគាត់ថាម៉ាស៊ីនដែលយើងផ្លាស់ប្ដូរជាប្រភេទម៉ាស៊ីនដែលអត់ធ្លាប់ជួសជុលឬគឺពីមុនទេបងប្អូនបានន័យថាជាប្រភេទម៉ាស៊ីនដែលគេហែកគ្រឿងលក់បានន័យថាវាហែកថ្មហែកកាមេរ៉ាហែកអេក្រង់ហែក sensor ហែកដូចសារហែកអីចឹងលក់ទៅអញ្ចឹងយើងដូរនិយាយទៅយើងដូរម៉ាស៊ីនយកមកដុំអញ្ចឹងទៅគឺប្រើវិញបានហើយអញ្ចឹងឥឡូវរួចរាល់ហើយតេស្តកាមេរ៉ាឲ្យមើលតិចគឺវាចេញអី smooth អីធម្មតាដូចដើមមិនអស់វាមានបញ្ហាឡាក់លោកឡើយទេហើយអរគុណសម្រាប់ការទុកចិត្តមួយចាស់